ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាវីដេអូមួយនេះគឺជាវីដេអូភាគ4ដែលយើងនឹងត្រូវនិយាយបន្តពាក់ព័ន្ធជាមួយនឹងចំណុច grammar ដែលយើងដកស្រង់ចេញពីសៀវភៅ elementary មួយនេះដូច្នេះសម្រាប់អ្នកទាំងអស់គ្នាចង់រៀននៅសៀវភៅមួយនេះអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានហើយគឺយើងនឹង free ឲ្យអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងសៀវភៅ Color នៅ elementary មួយនេះបន្តមកទៀតក៏យើងមាន vocabulary ចែកជូនទៅកាន់អ្នកទាំងអស់គ្នាហើយក៏យើងមានខ្សែអក្សរលេខផ្សេងៗដែលតាក់ទងជាមួយនឹងចំណុច listening ស្ថិតនៅក្នុងសៀវភៅមួយនេះផងដែរលើពីនេះទៀតក៏យើងមាន free ការទាំង12នៃភាសាអង់គ្លេសព្រមទាំង print กระดาษឲ្យអ្នកទាំងអស់គ្នានិយាយទៅគឺយើង free មួយ set តែម្ដងហើយចំពោះតម្លៃសិក្សាដោយដែលអ្នកឲ្យឃើញលើ screen អញ្ចឹងទៅអ្នកទាំងអស់គ្នាគ្រាន់តែចំណាយប៉ុណ្ណឹងអ្នកទាំងអស់គ្នានឹងទទួលបានវីដេអូមេរៀនព្រមទាំងឯកសារផ្សេងៗដែលយើងបានប្រាប់អ្នកទាំងអស់គ្នាអំបញ្ញមិញឥឡូវកុំឲ្យខាត់ពេលវាយូរយើងទៅនិយាយចំណុច grammar របស់យើងទាំងអស់គ្នា Unit 4, okay, 4.1, there is and there are. Okay, so what is different between there is and there are? Okay, there is and there are. Chứ there is and there are ពីរហ្នឹងបកប្រែដូចគ្នាទេជាភាសាខ្មែរ there is ក៏បកប្រែថាមាន there are ក៏បកប្រែថាមានដែរ Okay អញ្ចឹង there is ជាទូទៅគឺយើងត្រូវបូកជាមួយនឹងប្រភេទ singular noun Okayបូកជាមួយនឹង singular noun ដែលប្រែជាភាសាខ្មែរមានន័យថានាមឯកវចនៈចំពោះ there are គឺជាទូទៅគឺយើងបានបូកជាមួយនឹង plural noun អូខេដែលបកប្រែជាភាសាខ្មែរមានន័យថានាមពហុវចនៈអូខេអញ្ចឹង singular noun ជាទូទៅសំដៅលើនាមណាដែលមិនបន្ថែម s ឬក៏នាមណាដែលមានតែមួយដោយគេបានប្រើប្រាស់ពាក្យ នៅពីមុខវាអាចជា ឬក៏ជា earnចំណែកឯ there are ប្រើប្រាស់ជាមួយនឹង plural noun ដែលយើងជាទូទៅបូកជាមួយនឹងនាមណាដែលបន្ថែម s អូខេដែលតំណាងថានាមហ្នឹងគឺវាមានចំនួនច្រើនឥឡូវយើងមកមើលទម្រង់ positive អញ្ចឹងជាទូទៅពេលដែលយើងយកពី form នីមួយៗគឺចង់ឲ្យយើងដឹងតើអ្វីទៅតើទម្រង់ positive មានលក្ខណៈយ៉ាងដូចម្ដេច negative មិន yes no question មិនហើយមួយទៀតជាប្រភេទWA question អូខេដែលក្នុងចំណុចមេរៀនរបស់យើងនេះ WA question គឺគេបានលើកយកពាក្យ how many យកមកនិយាយអូខេ yes អញ្ចឹងជាទូទៅពេលដែលយើងយកពី tense ផ្សេងៗដូចជា there is there are នេះជាក់ស្ដែងគឺយើងត្រូវនឹកឃើញទៅដល់4ទម្រង់ហ្នឹងសំខាន់អូខេឥឡូវយើងមកកន្លែងមកមើលទម្រង់ positive បន្តិចចំពោះទម្រង់ positive គឺយើងដាក់ there is មកអូខេ there is a sofa អូខេ there is a sofa មានន័យថាសាឡុងកៅអីអង្គុយកៅអីពុកហ្នឹង sofa សាឡុងអូខេ there is a sofa មានសាឡុងមួយពេលដែលយើងចង់ប្រើជាមួយនឹងនាម plural noun វិញអូខេនេះ plural គឺដែលយើងបាននិយាយខាងលើអញ្ចឹង bedrooms ប្រែថាបន្ទប់គេអញ្ចឹងយើងប្រើ there are 2 bedrooms មានបន្ទប់2អូខេអញ្ចឹងពេលដែលមានវត្តមានបន្ទប់ចំនួន2នេះអញ្ចឹងកន្លែងនេះគឺយើងត្រូវតែប្រើប្រាស់ពាក់ព័ន្ធជាមួយនឹង are គឺយើងប្រើប្រាស់ជាមួយនឹង there are ប៉ុន្តែបើកន្លែងនេះអត់មានពាក្យ to ហើយ bedroom នេះអត់មានអក្សរ s ទេអញ្ចឹងគឺយើងប្រើ there is bedroom អូខេឬក៏ there is a bedroom មានបន្ទប់មួយអូខេអញ្ចឹងសង្ឃឹមថាយើងយល់ពាក់ព័ន្ធជាមួយនឹង there is ជាមួយនឹង there are okay yes there is a sofa there are 2 bedrooms got it okay ហើយមួយវិញទៀតជា singular noun ជាមួយនឹង plural noun singular សំដៅលើនាមណាដែលមិនបន្ថែម s ចំណែក plural គឺសំដៅលើនាមណាដែលបន្ថែម s អូខេបាទនេះគឺជាទម្រង់ positive ឥឡូវយើង move to ទម្រង់មួយទៀតពាក់ព័ន្ធជាមួយនឹងទម្រង់ negative អញ្ចឹងដូចដែលយើងបានដឹងហើយថាទម្រង់ negative មានន័យថាបដិសេធអញ្ចឹងពេលដែលគេនិយាយទម្រង់បដិសេធឬក៏ទម្រង់ negative គឺយើងត្រូវមានពាក្យ not មួយមកនិយាយអូខេ not ហ្នឹងបកប្រែថាមិនដែលអាចបំលែងប្រយោគហ្នឹងទៅជាប្រយោគបដិសេធអញ្ចឹងក្នុងទម្រង់របស់យើង there is not អូខេ there is not វាជាទម្រង់ពេញពេលដែលយើងចង់សរសេរជាទម្រង់កាត់គឺ there isn't អូខេចំណែកឯ there are not ទម្រង់កាត់របស់ there are not គឺ there aren't អូខេ there aren't isn't and aren't here គឺជាប្រភេទ short form មានន័យថាជាទម្រង់កាត់ចំណែកឯខាងឆ្វេងដៃរបស់យើងនេះជាទម្រង់ពេញអូខេ yes
ដែលឡែកក្នុងឧទាហរណ៍នៃមេរៀនរបស់យើងនេះគឺគេបានលើកយកពាក្យ isn't ជាមួយនឹង aren't so isn't ហើយជាមួយនឹង aren't ហ្នឹងគឺជាប្រភេទទម្រង់កាត់ហើយដែលវាមកពីពាក្យ is not និង are not អូខេឥឡូវយើងមកមើលពី isn't there isn't a shower ឬក៏ទម្រង់ពេញរបស់យើងគឺ there is not a shower អូខេ yes shower ហ្នឹងគឺយើងអាចបកប្រែថាការងូតទឹកអូខេឬក៏ងូតទឹកអូខេអញ្ចឹងយើងអាចបកប្រែថាទឹកក៏បានដែរអូខេ there isn't a shower អូខេมันមានតកតើជាមួយនឹងទឹកទេអូខេមួយទៀតគឺ there aren't any pictures អូខេ picture ប្រែថារូបភាពអញ្ចឹង any កន្លែងនេះយើងបកប្រែថាខ្លះអូខេនេះគឺយើងត្រូវពេលដែលយើងនិយាយពី any ចង់ឲ្យយើងនិយាយពាក់ព័ន្ធជាមួយចំណុចមួយទៀតដែលយើងត្រូវដឹងគឺ any ហើយជាមួយនឹង some តើ any ហើយ some ពីរហ្នឹងមានលក្ខណៈខុសគ្នាដូចម្ដេច any ក៏បកប្រែថាខ្លះចំណែក some បកប្រែថាខ្លះដែរគឺយើងអាចបកប្រែយ៉ាងទៀតថាមួយចំនួនខ្លះឬក៏មួយចំនួនអញ្ចឹងចំពោះ any ហើយ some វាដូចគ្នាប៉ុន្តែក៏វាមានលក្ខណៈខុសគ្នាដែរអូខេន័យរបស់វាបកប្រែដូចគ្នាប៉ុន្តែការប្រើប្រាស់របស់វាជាមួយនឹងទម្រង់ប្រយោគគឺវាខុសគ្នាអានេះគឺជាអ្វីដែលចោទជាសំណួរសិនតិចទៀតចូលទៅបកស្រាយតើ any ហើយ some ខុសគ្នាយ៉ាងដូចម្ដេចអូខេ yes ឥឡូវយើងមកមើលចំណុចនេះគឺគេប្រើជាមួយ any អូខេ there aren't any pictures មិនមានរូបភាពមួយចំនួនទេ a shower គឺជា singular ចំណែក any pictures វាគឺជា plural អញ្ចឹងពេល singular គឺយើងប្រើជាមួយ is ចំណែក plural គឺយើងប្រើជាមួយនឹង aren't អូខេនេះគឺជាទម្រង់ប្រភេទ positive ជាមួយនឹង negative ឥឡូវយើង move to ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង yes no questions អញ្ចឹងប្រភេទ yes no questions អ្នកទាំងអស់គ្នាត្រូវចាំថាគឺគេត្រូវយក verb to be មកដាក់ពីមុខជាក់ស្ដែងចំពោះប្រភេទ singular គឺយើងប្រើប្រាស់ជាមួយនឹង verb to be is ប៉ុន្តែបើជាប្រភេទ plural noun គឺយើងត្រូវលើកយកដែលយើងលើកយកមកដាក់ពីមុខអូខេឥឡូវយើងមកមើលទម្រង់ប្រយោគ singular សិន is there a table មានន័យថាតើមានតុមួយដែរឬទេអូខេអញ្ចឹងពេលដែលយើងចង់ឆ្លើយគឺវាមានពីរករណីវាមាន yes ហើយនិង no ពេលដែលយើងឆ្លើយ yes គឺ yes there is ចំណែក no គឺយើងឆ្លើយថា no there isn't ចំពោះទម្រង់ស្របគឺយើងមានឆ្លើយបានតែមួយករណីទេប៉ុន្តែបើទម្រង់បដិសេធយើងអាចឆ្លើយទម្រង់ពេញមួយទៀតក៏បានដែរគឺ no there is អូខេ no there isn't ឬក៏ no there is អូខេប៉ុន្តែប្រភេទ yes នេះគឺវាមានតែ sorry no there is not អូខេ no there is not ប៉ុន្តែប្រភេទពេលដែលយើងឆ្លើយ yes វិញគឺយើងឆ្លើយបានតែជាប្រភេទទម្រង់ពេញទេបើយើងចង់ឆ្លើយកាត់គឺអត់បានទេប៉ុន្តែពេលដែលយើងឆ្លើយ no គឺយើងអាចសរសេរជាទម្រង់កាត់បានគឺ no there isn't ចំពោះប្រភេទ yes នេះគឺ yes there is បានតែមួយបែបទេអូខេ yes នេះគឺជាលក្ខណៈនៃការប្រើប្រាស់របស់ is there អូខេស្ថិតនៅក្នុងប្រភេទ yes no question ឥឡូវយើងក៏លេចទៅមើល yes no question ទៅដែរប៉ុន្តែគឺយើងលើកយក are អញ្ចឹងពេលដែលយើងប្រើ are នៅខាង object របស់យើងនេះវាគឺជា plural អូខេ photo ពាក្យដើមមកវាអត់មាន s ទេអូខេ photo អញ្ចឹង any photo មានរូបភាពខ្លះឬក៏បកប្រែថារូបភាពមួយចំនួនអញ្ចឹងយើងបកប្រែពេញលេញមកតើមានរូបភាពមួយចំនួនដែរឬទេឬក៏តើមានរូបភាពខ្លះដែរឬទេចំពោះការឆ្លើយក៏មានពីរករណីដែរ yes ហើយនិង no អូខេអញ្ចឹងការឆ្លើយ yes គឺយើងឆ្លើយបានតែមួយទម្រង់ដែរគឺ yes there are ប៉ុន្តែឆ្លើយ no វិញគឺ no there aren't no there aren't គឺជាប្រភេទ short form គឺជាទម្រង់កាត់ហើយយើងអាចឆ្លើយជាទម្រង់ពេញគឺ no there are not no there are no there are not អូខេនេះគឺជាលក្ខណៈនៃការប្រើប្រាស់រវាង is there និង are there នៅក្នុងប្រភេទ yes no question អូខេអញ្ចឹងយើងបាន3ទម្រង់ណាទី1 positive negative yes no questions ឥឡូវយើង move to មកចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹងចំណុចចុងក្រោយអូខេដែលយើងត្រូវដឹង WA question អញ្ចឹង WA question ដែលនេះគឺគេលើកយកមកផ្សេងមកគឺគេបានលើកយកពាក្យ how many បកប្រែជាភាសាខ្មែរមានន័យថាតើចំនួនប៉ុន្មានអូខេតើចំនួនប៉ុន្មានអូខេ yes អញ្ចឹង how many bathrooms are there you know bathroom មានន័យថាបន្ទប់ទឹកតើមានអូខេតើមានបន្ទប់ទឹកចំនួនប៉ុន្មាន again តើមានបន្ទប់ទឹកចំនួនប៉ុន្មានអូខេ there sorry how many bathrooms are there
ok chẳng bây giờ dân dùng bị đọc dựa question lương lược dựa how many mà đặt pin một nó và to mà tiết cái dân thể đại cái ta chỉ bảo vệ bathrooms trong này a để này cái dân chơi nó trong cái tuổi kì ok how many bathrooms are there how many bathrooms are there okay yes how many car are there okay cars in Adam how many car are there ta mình làm chuyển động bằng man okay how many cái tiết how many books are there ta mình sẽ hơi chuyển động bằng man okay yes okay anything else how many people are there okay chẳng people are there chẳng những mới people này mình add out okay chẳng people này vì chưa bảo hết singular sorry vì chưa bảo hết plural noun biết xin bao viết cứ person những bộ hệ tham mình nữ đái phần tám phần đại lưỡi mình nữ mình đẹp okay yes mình nữ mình đẹp trong này ai people khang lưỡi này cứ những bộ hệ tham mình nữ chỉ tràn rồi đấy yes chẳng vì mình lạc nè học nên chẳng person cứ viết tới chia people តែម្ដងគឺ person ហ្នឹងគឺវាអត់មាន add as a person គឺទៅជា people អាហ្នឹងគឺយើងបានរៀនហើយដូចជាកាលពីសប្តាហ៍មុនអូខេ yes អញ្ចឹងអានេះ person ទៅជា people អាហ្នឹងគេឲ្យឈ្មោះថា irregular noun irregular noun ជាប្រភេទនាមដែលមិនទៀងទាត់ហើយនាមដែលមិនទៀងទាត់ក្រៅពី person people វាអាចមានដូចជា tools ថ្មិញវាអាចទៅជា teeth ថ្មិញជាច្រើនអូខេ man បរោះវាអាចទៅជា min អូខេបរោះម្នាក់ទៅជាបរោះជាច្រើន woman ស្ត្រីទៅជា women មានន័យថាស្ត្រីជាច្រើនអូខេ child កូនមានន័យថាកូនម្នាក់ចំណែកឯ children គឺយើងអាចបកប្រែថាកូនឬក៏ក្មេងអូខេអញ្ចឹងអាទាំងអស់នេះហើយគេឲ្យឈ្មោះថាជាប្រភេទ irregular noun អូខេ irregular nouns ហើយអា irregular nouns ហ្នឹងគឺវាមិនផ្ដោតទៅលើការបន្ថែម s ទេគឺវាបដូរពាក្យទាំងស្រុងហើយ irregular noun នេះជាក់ស្ដែងទៀតគឺវាមានចំនួនតិចទេដែលយើងអាចចាំបានអូខេអញ្ចឹងកម្រិតរបស់យើងដែលយើងជួបជាញឹកញាប់យើងចាំប៉ុណ្នេះសិនទៅអូខេវាមិនមែនមានតែប៉ុណ្្នឹងទេវាមានជាច្រើនទៀតក្រៅពីប៉ុណ្នេះអូខេប៉ុន្តែជាជំហានគឺយើងចាំតែប៉ុណ្នេះសិនទៅឥឡូវត្រឡប់មកវិញគឺយើងសុំ tip ពាក់ព័ន្ធជាមួយ irregular nouns យើងសុំនិយាយពាក់ព័ន្ធជាមួយនឹង how many នេះវិញអញ្ចឹងការប្រើប្រាស់របស់ how many យើងត្រូវប្រើឯកតា noun មួយមកជា plural noun បន្តមកទៀតយើងយក are there មកដាក់កតុយខាងក្រោយអូខេ yes នេះគឺជាចំណុច grammar របស់យើងពាក់ព័ន្ធជាមួយ there is ហើយនិង there are ឥឡូវឈើសុំសួរពួកយើងវិញមកតើយើងមានសំណួរអីអាចសួរបានដោយសារឈើអាចពន្យល់លឿនពេកដែរចំពោះចំណុចនេះអូខេប៉ុន្តែបើគ្នាយើងដែលមាន basic ជាមូលដ្ឋានពីមុនមកអាចនឹងងាយយល់អូខេតោះមានសំណួរអាចសួរបាន Do you have any questions អាចយល់ខ្លះច្រើនប៉ុន្តែគាត់ណាអត់ដឹងពីរបៀបមួយទៀតដូចជា have មួយទៀតដូចជាមានដែរប៉ុន្តែ have អាហ្នឹងដូចជាមានដែរប៉ុន្តែខុសគ្នាពេកហើយអាហ្នឹងវាណាទៅវាខុសគ្នាបើហើយវាណាយើងគួរប្រើ have យើង there is there អញ្ចឹងណាថា there is there អញ្ចឹងណាថាមុនហ្នឹងយើងបាននិយាយថាពាក្យមួយទៀត have មិនបកប្រែថាមានដែរអូខេចូលសុំទៅសេខាងលើនេះដើម្បីងាយស្រួលមើល have យើងបកប្រែថាមានដែរ have ហើយ has អានេះគឺជាគូជាមួយ there is ជាមួយនឹង there are អូខេអញ្ចឹងបកប្រែមានទាំងអស់ទៅអានេះមានចំណែកខាងក្រោមនេះក៏មានអូខេអ្វីដែលជាលក្ខណៈខុសគ្នាក្នុងទម្រង់របស់ have and has នេះអូខេចូលសុំទៅសេធ្វើបកក្រហមក្នុងទម្រង់ have ឬ has គឺយើងត្រូវមាន subject មួយតបមកទៀតគឺយើងបូកជាមួយនឹង have ឬក៏ has បន្ទាប់មកទៀតបូកជាមួយនឹង object ដែលជា noun អូខេប៉ុន្តែចំពោះទម្រង់ខាងក្រោមវិញគឺយើងយក there is អូខេឬក៏ there are អូខេចុចសុំសេចេះវិញដើម្បីយើងងាយស្រួលយល់ there is យើងបូកជាមួយនឹងប្រភេទ object តែម្ដងដែល object របស់យើងគឺជាប្រភេទ singular noun អូខេ yes ចំណែកឯ there are របស់យើងនេះគឺយើងបូកជាមួយនឹង plural nouns អញ្ចឹងក្នុងចំណុចនេះឈើសុំសេរីខាងលើនេះបន្តិចជាទូទៅ object ប៉ុន្តែបើយើងផ្ដោតទៅលើ object កន្លែងនេះវាអាចមាន2បើយើងនិយាយពាក់ព័ន្ធជាមួយនឹង noun វាអាចជា singular noun អូខេមួយទៀតវាអាចជា
plural noun okវាអាចជា plural វាអាចជា plural noun តោះឥឡូវយើងមកមើលទម្រង់នេះយើងអាចនឹងទាញយល់ចំពោះ have and has បកប្រែមានប៉ុន្តែពីមុខមាននេះវាត្រូវមាន subject មួយហើយ subject នេះវាអីវាមិនតំណាងឲ្យ I you we they អូខេ I you we they he she it ទាំង7របស់យើងអូខេអញ្ចឹងមានន័យថា I you we they he she it ហ្នឹងវាប្រើជាមួយ have or has អញ្ចឹងបើយើងប្រើ have ប្រើមួយ I you we they ទៅបើ has នេះគឺយើងប្រើជាមួយ he she it អូខេហើយកន្ទុយខាងក្រោយនេះអាចជា singular noun ឬក៏ plural noun អញ្ចឹងយើងចង់ប្រើមួយណាក៏បានដែរយើងប្រើ singular noun ក៏បានប្រើ plural nouns ក៏បានប៉ុន្តែពេលដែលយើងប្រើ there is ឬក៏ there are គឺអានេះគឺអត់មាន subject ទេបើអាលើនេះមាន subject ប៉ុន្តែអានេះបកប្រែមានយកតែម្ដងអូខេមានតែយើងបកប្រែពាក្យមានហើយបន្តមកទៀតបូកជាមួយ noun តែម្ដងឧទាហរណ៍ថាយើងនិយាយថាមានប៊ិចមួយដើមអញ្ចឹងមានប៊ិចមួយដើមយើងប្រើ have ឬក៏ប្រើ there is ជាការពិតណាគឺឈើសុំសរសេរកន្លែងនេះបន្តិចពេលដែលយើងនិយាយថាខ្ញុំមានប៊ិចមួយដើមអញ្ចឹងយើងអាចនិយាយបានថា there is a pen អូខេមានប៊ិចមួយដើមបើយើងចង់និយាយថាយើងមានប៊ិចពីរដើម there are two pens pen at s មកអូខេប៉ុន្តែបើយើងចង់និយាយថាខ្ញុំមានប៊ិចមួយដើមអញ្ចឹងយើងប្រើពាក្យ I have a pen ហើយបើយើងចង់ប្រើពាក្យមួយទៀតថាខ្ញុំមានប៊ិចពីរដើមខ្ញុំមានប៊ិចពីរដើមគឺ I have two pens តោះនេះគឺជាលក្ខណៈខុសគ្នាហើយអូខេ yes មានសំណួរអីហ៎យល់គូយល់គូនិយាយចឹងបានច្បាស់លោកគ្រូគុណលោកគ្រូនិយាយចឹងបានច្បាស់លោកគ្រូគុណមួយគេប្រើ subject មួយទៀតយើងមួយគេប្រើ subject មួយទៀតប្រើ subject ប្រើនេះអូខេយើងប្រើ subject អញ្ចឹងបើកន្លែងនេះបើយើងអត់ប្រើ subject I យើងប្រើមួយ he she it អញ្ចឹងគឺយើងប្រើជាមួយ has មកអូខេយើងបដូរពី have នេះទៅជា has មកការប្រើប្រាស់គឺវាអាស្រ័យទៅលើ subject របស់យើងអូខេ yes មកតោះណាបាទតនលោកគ្រូកន្លែងហ្នឹងអរគុណច្រើនបាទតនលោកគ្រូកន្លែងហ្នឹងអរគុណច្រើនអាចបន្តទៅមុខនេះជាចំណុច grammar ទូទេប៉ុន្តែគឺយើងត្រូវដឹងវាជា basic ក្នុងការនិយាយវាជាមូលដ្ឋានក្នុងការនិយាយណាអូខេឥឡូវយើង move to ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង some and any អូខេ some and any អញ្ចឹង some and any ត្រូវចោទជាសំណួរកាលពីមុនដំបូងហ្នឹងតើ some ហើយ any ខុសគ្នាដូចម្ដេចដែលទាំងភាសាខ្មែរយើងបកប្រែថាខ្លះឬក៏មួយចំនួនខ្លះឬក៏មួយចំនួនអញ្ចឹងវាបកប្រែដូចគ្នាប៉ុន្តែវាមានលក្ខណៈខុសគ្នាអញ្ចឹងលក្ខណៈខុសគ្នាហ្នឹងវាអត់មានអីវែងឆ្ងាយពិបាកទេយើងចាំថា some គឺប្រើនៅក្នុងប្រយោគ positive យកស្របឧទាហរណ៍ថាយើងមានប៊ិចមួយដើមខាងលើមិញដដែលឧទាហរណ៍អញ្ចឹងយើងដាក់ថា យើងមានប៊ិចខ្លះអញ្ចឹងយើងដាក់ថា there are some pens មានប៊ិចខ្លះប៉ុន្តែបើយើងនិយាយថាអត់មានប៊ិចខ្លះទេអញ្ចឹងយើងប្រើពាក្យ there are ឬក៏ there are មក there are some ឬក៏ any ជាការពិតណាគឺយើងប្រើពាក្យ any pens តោះណាអញ្ចឹងវាគ្រាន់តែខុសទម្រង់ថា some វាប្រើប្រយោគស្រប any ប្រើក្នុងប្រយោគបដិសេធ yes នេះគឺជាលក្ខណៈខុសគ្នាអូខេដូចដែលឧទាហរណ៍គេឲ្យអញ្ចឹងគឺ there are some pictures មានរូបភាពខ្លះអូខេ yes អានេះគេប្រើ some ដោយសារប្រយោគនេះជាប្រយោគស្របបើសារប្រយោគនឹងបដិសេធមើលគេបដូរពី some ទៅជា any អូខេតន់ចំណុចហ្នឹងឥឡូវយើងមកមើលទម្រង់ negative នេះគេបានលើកយក any អញ្ចឹង any គឺគេប្រើក្នុងទម្រង់ negative there aren't any glasses មិនមានកែវខ្លះទេអញ្ចឹងដោយសារតែ are នេះហើយដែលធ្វើឲ្យគេប្រើ any អូខេ yes ឥឡូវយើង move to ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង question អញ្ចឹង question ក៏គេប្រើប្រាស់ជាមួយនឹងប្រភេទ any ដែរអញ្ចឹងយើងត្រូវចាំ negative ហើយ question គឺយើងប្រើប្រាស់ជាមួយនឹង any there any books តើមានសៀវភៅខ្លះដែរឬទេអូខេអញ្ចឹង some ប្រើបានតែមួយករណីទេគឺប្រយោគស្របចំណែកឯ any នេះគឺយើងប្រើប្រាស់បានពីរករណីទាំង negative ហើយនិង question ដូចយើងបានឃើញថា some បូកជាមួយ plural noun អូខេមានន័យថានាមដែលបន្ថែម s ហើយប្រើប្រាស់វាក្នុងទម្រង់ positive ចំណែក any គឺយើងបូកជាមួយនឹង plural noun ដែរ
ហើយ n នេះគឺយើងប្រើប្រាស់ក្នុងទម្រង់ negative ផងនិងទម្រង់ question ផងអូខេមក any questions មានសំណួរអីពាក់ព័ន្ធជាមួយចំណុចសាំហើយ n នេះ ហើយបន្តិចទៀតលោកគ្រូសាំហ្នឹងយើងអាចប្រើជាមួយអាប្រយោគខាងលើប្រើជាមួយអាប្រយោគខាងលើជាមួយ have some I have some ស្អីអញ្ចឹងអាហ្នឹងបានណា pen ស្អីអញ្ចឹងអាហ្នឹងបានណា I have some pens បែបនេះប៉ុន្តែបើប្រយោគហ្នឹងវាប្រយោគបដិសេធគឺ I don't have any pens យើងបដូរវាទៅជា any pen any pen តែបុក s សារ n តដែរយើងត្រូវចាំ some ហើយ n នេះជាគ្រោងឆ្អឹងរបស់វាគឺយើងត្រូវបូកជាមួយនឹង plural noun ទោះបីជាវាស្ថិតនៅក្នុង positive negative យើងស្ថិតនៅក្នុងស្ថានភាពប្រយោគមិនក៏ដោយឲ្យតែយើងបកប្រែថាខ្លះឬក៏តំណាងថាហ្នឹងចាប់ពីចំនួន2ឡើងទៅ noun គឺត្រូវតែបន្ថែម s អូខេត្រូវតែបន្ថែម s ជានិច្ចអូខេ yes អូខេឥឡូវអរគុណបាទតន់ឥឡូវយើង move to ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង a lot of អូខេតើ a lot of ហ្នឹងវាមានលក្ខណៈដូចម្ដេចអញ្ចឹង a lot of យើងបកប្រែជាភាសាខ្មែរមានន័យថាជាច្រើន a lot of យើងបកប្រែថាជាច្រើនអូខេអញ្ចឹង a lot of យើងត្រូវចាំយើងចង់ប្រើក្នុងប្រយោគ positive ក៏បាន negative ក៏បាន yes no question ក៏បាន WA question ក៏បានមានន័យថាក្នុងស្ថានភាពប្រយោគមិនក៏ដោយបើយើងចង់ប្រើ a lot of ដែលបកប្រែជាច្រើនហ្នឹងប្រើទៅកុំខ្វល់អត់មានខុសទេប៉ុន្តែ some គឺគេគិត some គឺប្រើប្រាស់ក្នុងទម្រង់ positive ចំណែកឯ នេះប្រើប្រាស់បាន negative ហើយ questions ប៉ុន្តែបើ a lot of វិញវាយយើទាំងអស់អាណាក៏ប្រើបានដែរគ្រាន់តែ a lot of គឺគេបូកជាមួយនឹងនាមណាដែលបន្ថែម s មកដូចពាក្យ some ហើយ any ដែរ some any មិនបូកនាមណាដែលបន្ថែម s ចំពោះ a lot of ក៏បូកជាមួយនាមណាដែលបន្ថែម s ដែរភាសា a lot of បូកប្រែជាច្រើនអញ្ចឹងឧទាហរណ៍ថាប៊ិចជាច្រើនគឺយើងប្រើថា a lot of pens អូខេសៀវភៅជាច្រើន a lot of books got it yes ហើយវាមានជាច្រើនទៀតអញ្ចឹងអ្វីដែលឈរពីកតុយ a lot of នេះគឺត្រូវតែជាប្រភេទនាមដែលបន្ថែម s អូខេអញ្ចឹងអានេះជាប្រភេទ plural noun ជាប្រភេទ regular noun ឧទាហរណ៍បើយើងចង់និយាយថាមនុស្សជាច្រើន a lot of people អញ្ចឹងមកកូនជាច្រើន a lot of children អញ្ចឹងមកអូខេអញ្ចឹងមាន a lot of គឺបូកជាមួយនឹង plural noun នាមពហុវចនៈនាមដែលមានច្រើនអូខេឥឡូវយើងមកមើលប្រយោគនេះ she has a lot of clothes មានន័យថានាងមានសម្លៀកបំពាក់ជាច្រើនបើយើងដាក់វាជាប្រភេទ negative មានន័យថា she don't have អូខេ she don't have a lot of clothes អញ្ចឹង a lot of គឺយើងនៅតែប្រើ a lot of clothes ទៅដែរអូខេបើយើងប្រើជាប្រភេទ question មានន័យថា does she have a lot of គឺយើងប្រើ a lot of ដែរហើយ clothes ទៅដែរអត់មានខ្វាយខ្វល់ទេអូខេ yes នេះគឺជារបៀបក្នុងការប្រើប្រាស់ a lot of ប្រើបានគ្រប់ករណីទាំងអស់មិនថា positive negative yes no question ឬក៏ WA question ទេប្រើគ្រប់ស្ថានភាពទាំងអស់ហើយនាមដែលប្រើប្រាស់ជាមួយ a lot of ត្រូវតែបន្ថែម s ឬក៏នាម plural nouns អូខេមក any question with this miss នួយពាក់ព័ន្ធមួយចំណុចនេះកន្លែងហ្នឹងអត់តន់វិញកន្លែងហ្នឹងមើលទៅតន់វិញស្រួលប្រើមើលទៅវាដូចជាស្រួលប្រើដែរប្រើបានទូទៅលើគ្រប់យើងអាចប្រើបានទូទៅលើគ្រប់អូខេ yes ឥឡូវយើង move to ចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង 4.5 this that this those អូខេតើ this that this those ហ្នឹងមានអត្ថន័យដូចម្ដេចហើយលក្ខណៈខុសគ្នាដូចម្ដេចហើយយើងមកនិយាយមួយ this យើងបកប្រែមកណា this យើងបកប្រែថានេះ this នេះអូខេ that នោះ this ទាំងនេះចំណែក those មានន័យថាទាំងនោះអូខេ yes នេះគឺជាការបកប្រែអូខេ this នេះ that នោះ this ទាំងនេះ those ទាំងនោះអូខេអញ្ចឹងគ្រាន់តែយើងគិតន័យខ្មែរ this ហើយ that នេះប្រើប្រាស់ជាមួយនឹងនាមដែលមានតែមួយនាមដែលមិនបន្ថែម s ចំណែកឯ this and those គឺប្រើជាមួយនាមដែលមានច្រើនឬក៏នាមដែលចាប់ពី2ឡើងទៅឥឡូវយើងមកមើលចំណុចទី1
Number one, we use this and this. Chứng pronunciation viết được như đây nè. Ní có an this, chúng này cái tôi ní có an this đây. Okay, yes. Nếu we use this and this to talk about people,មនុស្ស, things và thought that are near to us. Nhưng khó bộ mất ha. Anh ní mình bộ phải ní. Cho nên ní có bộ phải tiền ní đây. Chẳng bị dương vậy bị ní cứ sẵn đã lươn liêm ná để là bỏ nó này chật nhiều. Của tiếng hoa dương lỡ bông này chết tù sạp à. Dương anh gì ban ha. Ní cứ chia tù rồi sạp. Ok. Ní cứ chia ní là cả đại. Ok. Chẳng mình đây tha. This is a phone. This is my watch. Ok. Chẳng ca bộ phải bao viết. Cứ việc khó khăn bài bình chẳng. Ná. Quản ta mối cứ sẵn đã lươn niếm để mình trán. Trong này kìa. Môi tiết cứ sẵn đã lươn niếm để miền tịch. Ok. Dương hiện bạn vô lần tịch. Mình tay dương chỉ dìm tịch á. Ok. Lấy cho mà mượn I like this picture. Nhóm cho trận rút hiệp đi. Vấn tay bà rút hiệp bao dương miền S á. Bà picture miền S. Chứ mình ai phở biết Disney bán đi. Dương phở thá. I like this Disney when this picture. Cái picture bao dương chấm S. Anh ấy bàn trầm trời. Ok. Yes. Vấn tay bà dương phở Disney hay dương lục à picture này ở miền S. Ví dụ nó cứ khỏi. Dù để trầm tới picture nó trời tầm miền S. Ok. Bà picture nó ở S. Dương trời pra Disney when. Ok. Dương trời pra cho một Disney when. Ok. Hãy lấy trong ví dụ này môi tiết Disney cứ trong ví dụประเภท W equation này mình là how much as this marks. Trong marks này cứ anh bỏ phải là kẹo. Ok. Kẹo. Ta miền kẹo chùm luôn bằng màn. Rồi sao kẹo này miền S. Chẳng. Sorry. How much này dương bỏ phải là chùm luôn. Đấy dương bỏ phải là ta đùm lại bằng màn. How much are this marks. Ta kẹo này miền đùm lại bằng màn. Ok. Yes. How much dương bỏ phải là ta đùm lại bằng màn. Ta cao ní miền đầm lại phần mà rồi xa tại marks này miền S chẳng kịp phơi cho mùi nữa kịp phơi cho mùi A this kịp phơi mùi what miền this ok toàn trở năng ấy any question with this ok toàn là khổ toàn tay ở môi toàn tay ở môi apply I like this lại đang dừng đỏ ở bạn ấy lại đang dừng đỏ ở bạn ấy có bạn ấy dừng ăn phở có bạn ấy chỉ tu tới dương thầy chám không bây giờ mình Disney ví dụ khang lửa này chợ khu này anh ấy cứ dùng ở mà tiền để chợ phở this mà bài này this picture ok bởi những trong đặt this picture nó có this picture công phở ấy để sao dương mình vọt từ miền this này vấn tài bởi dương ở mình bị this đấy dương lúc bị this nữa dương anh đã bị ở bàn ok I like a picture ok mình này thằng nhóm châu chất rụp hiệp mùi. Ok, mà any question? Mình xin gửi vào to thế đấy. Toàn lại nè. Toàn lại chẳng ngờ dương và to từ tiết đấy. Number 2 khi chị thầm mình. Cái lực do this, sorry, that hay dos mình. Ta that hay dos này vì mình. Ok, chúng tôi để cho bạn bỏ phẻ chân thật that bỏ phẻ tàng nút dos của bỏ phẻ thá tàng nút đề. Ok, chẳng that hay dos to talk about people and things. Chẳng anh ấy có people and things, chẳng anh ấy có people and things. Còn tay anh ấy cứ viết mình nơi chịch lửa này cứ nơi chích chùm này ví dụ hàng khởi này cứ an nỉa mình này thật đại mình nơi chịch tàng nụ dương khoản dễ biết không ai người anh đang hay ta nụ nâng tàng nụ xong đã lửa là bó nó đại nơi chừng này ok chẳng các hợp biệt đẹp cứ bộ chùm muối nữa niêm để miên tẻ mùi I can see that mẹ mình là cái nhóm ai khơi bò rọ nụ ok con tài bà dương trong dương cái nhóm ai khơi bò rọ chỉ cho nào nhóm ai khơi bò rót tặng nụ chẳng dương thời gì ta can you see ta nè ai khơi bò rót those mà can you see those men hay men ấy bắt đầu với tay chìm mình ok can you see those men ta nè ai khơi bò rót tặng nụ đại được thế ok toàn ấy một tí ho tha ví dụ môi tiết bẹ pon chỉ một nâng đẹp bên này ta can you see that book bên đây thà ta nè ai khơi sụp hơi tàng nu đại được thế sorry ta nè ai khơi sụp hơi nu đại được thế còn ta bữa sụp hơi đang bên trái bây giờ bùng lại nó ta can you see ok bà bộ bao nhiêu mình á bộ mình s bài này chẳng cái dương bị để tới chia dos swing can you see those books ta nè
ai khơi sập hơi tẹt ở nút đài được thế ok rồi còn chuyện này you have any ចំណុច question ហ្នឹងដូច about អា this លើដែរទៅជួយគាត់ណាខ្ញុំដូចអាលើដែរទៅជួយគាត់ណា មានខុសគ្នាទេ វាដូចជា Okay. បាទគាត់ណាវាបញ្ជាក់បាទគាត់ណាវាទីកន្លែងមួយចិត្តមួយឆ្ងាយតិចទីកន្លែងមួយចិត្តមួយឆ្ងាយតិច មួយទៀតគឺ who are those children outside តើក្មេងៗនៅខាងក្រៅអូខេមាន who are those មានតើក្មេងៗនៅក្រៅទាំងនោះគឺជានរណាតើក្មេងៗដែលតើក្មេងៗទាំងនោះដែលនៅក្រៅហ្នឹងគឺវាគឺជានរណាអូខេ yes តោះបកប្រែថាប៉ុណ្ណាមានអីបាទអូខេឲ្យយើងតាមតអត់អីទេតោះចំណុចហ្នឹងយល់ហើយណាអូខេឥឡូវយើង move to number 3 number 3គេនិយាយថា we can use this that this does not okay without a noun អញ្ចឹងគេអាចនិយាយថាប្រើអា4ហ្នឹងមិនភ្ជាប់ជាមួយ noun ក៏បានដែរមិនភ្ជាប់ជាមួយ noun មិនអញ្ចឹងឧទាហរណ៍ថាយើងនិយាយថា this is lovely នេះគឺគួរឲ្យស្រឡាញ់អូខេ can I have this តែខ្ញុំអាចយករបស់នេះបានដែរទេតែ next I don't like that ខ្ញុំមិនចូលចិត្តនោះទេរបស់នោះទេអូខេតោះចំពោះនេះវិញគឺ that's horrible នោះគឺគួរឲ្យខ្លាចតោះ next these are my favorite នេះគឺជារបស់ចំណង់ចំណូលចិត្តរបស់ខ្ញុំអូខេ sorry these are my favorite មានន័យថាទាំងនេះជាមានន័យថាមានរបស់ទាំងនេះជាប្រភេទរបស់ដែលជាចំណង់ចំណូលចិត្តរបស់យើងអូខេតោះ next I don't want those មានន័យថាខ្ញុំមិនចង់បានរបស់ទាំងនោះទេអូខេអញ្ចឹងមួយទៀតដែលឈរសំយាយប្រយ័ត្នច្រឡំពាក្យនេះយើងអានថា this ណា this are ចំណែកនេះយើងអានថា there are ប្រយ័ត្នច្រឡំគ្នា these are ខាងលើនេះយើងបកប្រែថាទាំងនេះចំណែកឯខាងក្រោមនេះយើងបកប្រែថាមានជើងមួយ these are មួយ there are ប្រយ័ត្នច្រឡំគ្នាដល់នេះចឹងយើងបកប្រែថាទាំងអូខេទាំងនេះគឺជារបស់ចំណង់ចំណូលចិត្តរបស់ខ្ញុំចំណែកឯខាងក្រោម there are នេះគឺយើងបកប្រែថាមានចឹងយើងកុំច្រឡំគ្នាណាអូខេបើយើងមើលមួយផ្លែតប្រយ័ត្នច្រឡំគាត់ណាខុសគ្នាមួយ s ហើយមួយ o ទេអូខេមួយបកប្រែមានមួយបកប្រែទាំងនេះមិញអ្នកនរគ្នាបានស្ដាប់ហើយពាក់ព័ន្ធជាមួយនឹងចំណុច grammar នៃមេរៀនទី4ស្ថិតនៅក្នុងសៀវភៅ elementary មួយនេះដូច្នេះអ្នកនរគ្នាមានសំណួរអីពាក់ព័ន្ធជាមួយនឹងការបញ្យល់របស់យើងបើអ្នកនរគ្នាមានអ្នកនរគ្នាអាច comment នៅខាងក្រោមវីដេអូបាន